គាត់ត្រូវបាននិរទេសទៅវិមានត្រជាក់គ្មានអ្នកណាអនុញ្ញាតឲ្យមកលេងខ្ញុំទេទោះបីជាមានកំហុសក៏ដោយក៏គួរតែត្រូវទទួលទោសពីព្រះមហាក្សត្រជំនួសឲ្យអ្នកឯងជន់ពាលឲ្យមកបញ្ជានៅទីនេះអាហឺតើយន្តហោះហោះលោតក្នុងខ្យល់នឹងភ្លៀងបះបោទេគាត់និងខ្ញុំមិនត្រូវបានគេចាត់ទុកថាមានអ្វីនោះទេអ្នកមិនមានគ្រោះថ្នាក់ទេតើគេអាចប្រៀបផ្ទឹមនឹងខ្ញុំបានដោយរបៀបណាតើអ្នកដឹងទេថាខ្ញុំជានរណាឲ្យពិតប្រាកដខ្ញុំជាស្រីស្នំម្នាក់ដែលកំពុងមានផ្ទៃពោះជាមួយព្រះអង្គម្ចាស់តើអ្នកគិតថាអ្នកជានរណាខ្យល់នឹងភ្លៀងបានទីងគាត់ចុះតែអ្នកមិនដឹងតតែសោះអាហារដែលជីវីរៀបចំនៅថ្ងៃនេះនីមួយសុទ្ធតែជាគ្រឿងញៀនជើងជ្រូកទាំងនេះនៅតែល្អបំផុតបន្ទាប់ពីខ្ញុំមិនអាចនៅក្បែរអ្នកដើម្បីការពារអ្នកគ្រប់ពេលនោះទេអ្នកត្រូវមានការប្រុងប្រយ័ត្ននិងប្រុងប្រយ័ត្នគ្រប់ពេលវេលាហេតុអ្វីបានជាអ្នកនិយាយមិនសមរម្យបែបនេះនៅថ្ងៃនេះយ៉ាងណាក៏ដោយគ្រាន់តែចាំទុកកុំប្រើរាងកាយខ្ញុំទៅប៉ះស្ត្រីទាំងនោះអីកុំបារម្ភអីខ្ញុំមិនចាប់អារម្មណ៍នឹងនារីរបស់អ្នកទេពួកគេមិនត្រូវបានពេញចិត្តទេតើវាអាចទៅរួចដោយរបៀបណាវាត្រូវបានសរសេរយ៉ាងច្បាស់នៅតាមផ្លូវទឹកស្ថានចិញ្ចឹមមាន់ទីប្រឹក្សាអធិរាជបានប្រទានអភ័យដល់ខ្ញុំវាអាចធ្វើឲ្យមនុស្សធ្លាក់ចូលទៅក្នុងសុបិនទេមួយពួកគេគ្រាន់តែគិតថាខ្ញុំពេញចិត្តពួកគេនេះជារឿងល្អមួយហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំប្រើវាកាលពីយប់មិញអធិរាជត្រូវបានបង្ខំវាជារឿងធម្មតាទេដែលមិនត្រូវពេញចិត្តនឹងនរណាម្នាក់ខ្ញុំមិនបានរំពឹងទុកទេតាមពិតពួកគេបានប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើមបែបនេះមានអារម្មណ៍សោកស្ដាយលើកនេះវាពិតជាមិនត្រូវបានពិចារណាឲ្យបានហ្មត់ចត់នោះទេខ្ញុំនឹងមិនធ្វើវាម្ដងទៀតនៅពេលក្រោយទេចុងសប្តាហ៍មិនទាន់ចប់នៅឡើយទេព្រះមហាក្សត្រីយានីយ៉ាងព្រះមហាក្សត្រីយានីបានបញ្ជូនអ្នកបម្រើចាស់ម្នាក់ឲ្យយកមាស200សូមព្រះអង្គទទួលយករឿងនេះផងព្រះអង្គឲ្យកាក់មាស100នេះគឺបានមកពីពិធីជប់លៀងចុងក្រោយរូបភាពនៃសំណងសម្រាប់ការសម្លាប់កូនចៅចុះចំណែក100ទៀតវិញភរិយារបស់ជីគឺទន់ភ្លន់និងមានតម្លៃអត្ថន័យនៃព្រះនាងម្ចាស់ក្ត្រីគឺសូមព្រះអង្គទ្រង់ដោះលែងភរិយាជូពីវិមានត្រជាក់បន្ទាប់មកយកមាស200មកវិញចុះយ៉ាងណាចំពោះការអនុញ្ញាតឲ្យព្រះមហេសីសោយទីវង្គតព្រះមហាក្សត្រឲ្យអ្នកមិនគួរមានបន្ទូលដូច្នោះទេពួកគេនៅតែចង់ឲ្យខ្ញុំដោះលែងពួកគេសុបិនតើអ្នកគិតថាយើងជាគោដែលងាយស្រួលទេហេកុំប៉ះខ្ញុំរតនាគារជាតិស្អាតទោះជាយ៉ាងណាក៏ដោយរឿងខ្លះមិនមែនគ្មានសង្ឃឹមទេប៉ុន្តែព្រះមហាក្សត្រឲ្យខ្ញុំត្រូវចំណាយប្រាក់បន្ថែមទៀតមាស200នេះវាស្ទើរតែរលុងទាំងស្រុងប្រាក់សន្សំរបស់ព្រះមហាក្សត្រីយានីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនោះមានន័យថាវាមិនទាន់ត្រូវបានសម្អាតនៅឡើយទេខ្ញុំមិនលោភលន់ទេដូច្នេះមាស50អ្នកបម្រើចាស់ម្នាក់នេះនឹងយកមាស50000 តាល់មកឲ្យអ្នកក្នុងពេលឆាប់នេះខ្ញុំបានប្រើដៃរបស់ខ្ញុំហើយហើមខ្យល់នឹងភ្លៀងបក់ស្រាចូលទឹកក្នុងឃ្លាំងមិនចាំបាច់ទេទាំងនេះគឺសម្រាប់អ្នករងទុកដោយអយុត្តិធម៌នេះជាសំណងរបស់ខ្ញុំចំពោះអ្នកឥឡូវនេះវាជារបស់ខ្ញុំហើយហាខ្ញុំជាអ្នកមានសាហាវណាស់ហេតុអ្វីអ្នកមិនចាក់ចេញ